អ្នកណាជឿព្រះយេស៊ូវខ្ញុំអត់ចូលចិត្តខ្ញុំស្អប់ខ្ញុំតែតែនិយាយពីភាពអវិជ្ជមានពីពាក្យចចាមអារ៉ាមថាពីការអាក្រក់របស់ព្រះយេស៊ូវទាំងដែលខ្ញុំអត់ដែរយល់ធ្វើឲ្យខ្ញុំស្អប់អ្នកជឿព្រះយេស៊ូវអត់ដឹងមូលហេតុប៉ុន្តែស្រាប់ខ្ញុំបានឮដំណឹងល្អហើយឮម្ដងហើយម្ដងទៀតធ្វើឲ្យខ្ញុំយល់ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះដែលសង្គ្រោះខ្ញុំមករួចពីអំពើបាបព្រះយេស៊ូវគ្រីស្ទដែលអាចរំដោះខ្ញុំបានពីចំណងបីផ្សេងៗអញ្ចឹងហើយបានខ្ញុំចាប់ផ្ដើមជឿលើព្រះយេស៊ូវគឺខ្ញុំបានធ្លាក់ខ្លួនមានជំងឺជាខ្លាំងខ្ញុំបានចំណាយពេលវេលាហើយនឹងទ្រព្យសម្បត្តិលុយកាក់ជាច្រើនដើម្បីស្វែងរកថ្នាំដើម្បីព្យាបាលជំងឺរបស់ខ្ញុំដែលឈឺរហូតដល់ដេកនៅកន្ទែលងើបមិនរួចបាទពេទ្យពិនិត្យថាខ្ញុំពេទ្យទៅអស់សង្ឃឹមថាខ្ញុំប្រកាសជាមិនមានជីវិតរស់នៅលើផែនដីទៀតទេនៅពេលនោះខ្ញុំបាននឹកគិតថាខ្ញុំបានទទួលជឿលើព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គបានប្រាប់ថាអ្នកដែលមានបញ្ហាមានបន្ទុកធ្ងន់មានបញ្ហាអ្វីត្រូវការអ្វីគឺចូលមកឲ្យព្រះអង្គគឺជាព្រះដែលបានផ្ដល់ជីវិតឲ្យយើងឲ្យមនុស្សគ្រប់ជាតិសាសន៍គ្រប់ភាសាទាំងអស់បានចូលមកព្រះអង្គនឹងបានធ្វើការប្រោះឲ្យជានិងសង្គ្រោះឲ្យបានរួចពីគ្រប់ការទាំងអស់